តើលោកអ្នកដឹងទេថាប្រសិនបើលោកអ្នកចង់ចុះបញ្ជីបើកសហគ្រាសឬក្រុមហ៊ុនហើយជ្រើសរើសទ្រង់ទ្រាយអាជីវកម្មខុសនៅពេលដែលអាជីវកម្មនោះជាប់បំណុលលោកអ្នកនឹងត្រូវយកដីផ្ទះទ្រព្យសម្បត្តិផ្ទាល់ខ្លួនទៅសងបំណុលនៅក្នុងសហគ្រាសឬក្រុមហ៊ុននោះទាំងស្រុងការជ្រើសរើសអាជីវកម្មដែលត្រឹមត្រូវនឹងជួយលោកអ្នកដែលកំពុងគិតចង់ចាប់ផ្ដើមអាជីវកម្មឲ្យយល់កាន់តែច្បាស់មុននឹងឈានទៅដល់ការចុះបញ្ជីបើកសហគ្រាសឬក្រុមហ៊ុននៅក្រសួងពាណិជ្ជកម្មអគ្គនាយកដ្ឋានពន្ធដារនិងបណ្ដាក្រសួងស្ថាប័នផ្សេងៗទៀតតាក់ទងទៅនឹងអាជីវកម្មរបស់លោកអ្នកដូច្នេះថ្ងៃនេះយើងមិននឹងស្វែងយល់ជាមួយគ្នាថាទ្រង់ជាអាជីវកម្មប្រភេទណានិងជ្រើសរើសបែបណាឲ្យមានសុវត្ថិភាពនិងត្រឹមត្រូវតាមច្បាប់យោងតាមច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្មនិងវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្មទម្រង់អាជីវកម្មនៅកម្ពុជាបែងចែកជា4ប្រភេទធំៗទី1ក្រុមហ៊ុនមូលធនទី2ក្រុមហ៊ុនបរទេសទី3សហគ្រាសឯកបុគ្គលទី4ក្រុមហ៊ុនសហកម្មសិទ្ធិទី1ក្រុមហ៊ុនមូលធនមាន2ទ្រង់ទ្រាយគឺក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតនិងក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតលក្ខណៈរបស់ក្រុមហ៊ុនមូលធនមានជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតម្ចាស់ភាគហ៊ុនទទួលខុសត្រូវទៅតាមចំនួនភាគហ៊ុនដែលបានទិញជានីតិបុគ្គលដាច់ដោយឡែកពីម្ចាស់ហ៊ុនគ្រប់គ្រងនិងដឹកនាំដោយក្រុមសាភិបាលនិងបង្កើតឡើងដោយលក្ខណៈទី2ក្រុមហ៊ុនបរទេសមាន3ទ្រង់ទ្រាយគឺសាខាក្រុមហ៊ុនបរទេសកាយឡ័យតំណាងពាណិជ្ជកម្មនិងបុត្រសម្ព័ន្ធក្រុមហ៊ុនបរទេសគឺជាក្រុមហ៊ុនបង្កើតឡើងក្រោមច្បាប់របស់ប្រទេសដទៃមានទីតាំងពាណិជ្ជកម្មនៅប្រទេសកម្ពុជាតែពុំមាននីតិបុគ្គលដាច់ដោយឡែកពីក្រុមហ៊ុនដើមឡើយចំពោះសាខាក្រុមហ៊ុនពាណិជ្ជកម្មនិងកាយឡ័យតំណាងដោយឡែកចំពោះក្រុមហ៊ុនបុត្រសម្ព័ន្ធត្រូវចុះបញ្ជីក្នុងទម្រង់ក្រុមហ៊ុនសហកម្មសិទ្ធិឬក្រុមហ៊ុនមូលធនទី3សហគ្រាសឯកបុគ្គលជាប្រភេទសហគ្រាសដែលមានម្ចាស់តែម្នាក់ទទួលខុសត្រូវគ្មានកម្រិតគ្មាននីតិបុគ្គលហើយទ្រព្យនិងបំណុលរបស់សហគ្រាសនិងទ្រព្យនិងបំណុលរបស់បុគ្គលគឺជាទ្រព្យតែមួយទី4ក្រុមហ៊ុនសហកម្មសិទ្ធិមាន2ទ្រង់ទ្រាយដូចជាក្រុមហ៊ុនសហកម្មសិទ្ធិទូទៅនិងក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិតក្រុមហ៊ុនសហកម្មសិទ្ធិទូទៅជាក្រុមហ៊ុនទទួលខុសត្រូវគ្មានកម្រិតដោយឡែកក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិតមានដៃគូមួយចំនួនដែលទទួលខុសត្រូវគ្មានកម្រិតនិងដៃគូវិនិយោគដែលទទួលខុសត្រូវត្រឹមចំនួនវិនិយោគទុនតែប៉ុណ្ណោះក្រុមហ៊ុនសហកម្មសិទ្ធិបង្កើតឡើងដោយកិច្ចសន្យាដែលមានបុគ្គល2អ្នកកាន់ឡើងទៅជានីតិបុគ្គលគ្រប់គ្រងដោយសហកម្មសិទ្ធិករទូទៅទាំងអស់ដៃគូទាំងអស់ទទួលខុសត្រូវរួមគ្នាលើបំណុលរបស់ក្រុមហ៊ុនដូច្នេះមុននឹងចុះបញ្ជីអាជីវកម្មបើកសហគ្រាសឬក្រុមហ៊ុនសូមលោកអ្នកជ្រើសរើសទ្រង់ទ្រាយឲ្យត្រូវនឹងគោលដៅដើម្បីជួយអាជីវកម្មរបស់លោកអ្នកមានចីរភាពនិងបង្កើនទំនុកចិត្តពីអតិថិជន